សូមស្វាគមន៍មកកាន់ Cambodia Flash News អន្តរជាតិចិនត្រៀមសហការជាមួយរុស្ស៊ីដើម្បីបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ារដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយីបានប្រាប់សមាភិករុស្ស៊ីលោកស៊ីហ្គេឡារ៉ូក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យទី5ខែមេសាថាប្រទេសចិនមានឆន្ទៈបន្តកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យស្ថានភាពមជ្ឈិមបូព៌ាត្រជាក់ឡើងវិញលោកវ៉ាងបាននិយាយថាមធ្យោបាយជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហានាវាចរនៅច្រកសមុទ្រហូម៉ូសគឺដើម្បីសម្រេចបានបទជបាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយបន្ថែមថាប្រទេសចិនតែងតែតស៊ូមតិលើដំណោះស្រាយនយោបាយនៃបញ្ហាដែលកើតឡើងតាមរយៈការសន្ទនានិងការចរចាការអំពាវនាវរបស់រដ្ឋមន្ត្រីការបរទេសចិននេះបានធ្វើឡើងមុនការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយលើដំណោះស្រាយរបស់បារ៉ែនដើម្បីការពារការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងនិងជុំវិញច្រកសមុទ្រហូម៉ូសក្នុងនាមជាសមាជិកអចិន្ត្រៃយ៍របស់ UNSC ប្រទេសចិននិងរុស្ស៊ីគួរតែប្រកាន់យកនូវវិធីសាស្ត្រដែលមានគោលបំណងនិងតុល្យភាពហើយស្វែងរកដើម្បីទទួលបានការយល់ដឹងនិងការគាំទ្រកាន់តែច្រើនពីសហគមន៍អន្តរជាតិលោកវ៉ាងបានប្រាប់ឡារ៉ូនេះបើយោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងរបស់គាត់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបាននិយាយថារដ្ឋមន្ត្រីបានពិភាក្សាអំពីវិធីសាស្ត្រដើម្បីសម្រេចបានបទជបាញ់យ៉ាងឆាប់រហ័សនិងចាប់ផ្ដើមការសន្ទនានយោបាយការទូតគេបាននិយាយថាការពេញចិត្តត្រូវបានបង្ហាញដោយចៃដន្យនៅក្នុងវិធីសាស្ត្ររបស់រុស្ស៊ីនិងចិនលើបញ្ហាភាគច្រើននៅក្នុងរបៀបវារៈពិភពលោករួមទាំងស្ថានភាពជុំវិញប្រទេសអ៊ីរ៉ង់ដែលតាក់ទងនឹងការឈ្លានពានដោយមិនញញើតរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រឆាំងនឹងប្រទេសនោះប្រទេសចិនបានអំពាវនាវម្ដងហើយម្ដងទៀតឲ្យមានបទជបាញ់នៅក្នុងតំបន់ជួរសមុទ្រនិងមជ្ឈិមបូព៌ាដោយជំរុញឲ្យបញ្ចប់ការប្រយុទ្ធគ្នាដែលបានដំណើរការអស់រយៈពេលជាង1ខែហើយភាគច្រើនបានបិទច្រកសមុទ្រហូម៉ូសដែលជាសរសៃឈាមដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រេងនិងឧស្ម័នទៅកាន់ពិភពលោកអរគុណសម្រាប់ការតាមដាន Cambodia Flash News អន្តរជាតិ